សួស្តីបងប្អូនថ្ងៃនេះនាំអារម្មណ៍បងប្អូនមកលេងនៅក្រៅផ្ទះទៀតហើយបងប្អូនគឺយើងមកលេងនៅរោងចាស់ផងយើងនឹងឯងហើយថ្ងៃនេះយើងធ្វើការលាងក្រាក់បងប្អូនយើងលាងសម្អាតដើម្បីនឹងជ្រៀកណាបងប្អូនគឺយើងចាប់ផ្ដើមដើរផ្សំក្រាក់ហើយដោយសារតែយើងទៅមើលដីឡូយើងច្បាស់ហើយបងប្អូនអញ្ចឹងគឺយើងចាប់ផ្ដើមរៀបចំលបងហើយក្រាក់ផងយើងនេះគឺក្រាក់ចាស់ចាស់ទេបងប្អូនគឺយើងផ្សំមកយូរឆ្នាំហើយបងប្អូនប្រហែលជា4 5ឆ្នាំហើយតាំងពីម្សាព្រៃនៅហ្នឹងបងប្អូនគឺយើងចេះតែដើររើសផ្សំយកមកទុកហើយក្រាក់ទុកបានយូរមែនតើបងប្អូនគឺអត់ខូចទៅណាទេគឺក្រាក់ក៏កោះសតទៅណាបងប្អូនហើយក្រាក់នេះសិតតែរើសដៅគេទេបងប្អូនគឺពីមុនមកគឺត្រង់ល្អប៉ុន្តែដោយសារតែយើងទៅអត់ទាន់គេរើសយកអស់បងប្អូនអញ្ចឹងហើយគឺនៅសិតទៅវាយវងទេតែសម្រាប់បកគោលបងប៉ុណ្ណឹងគឺល្មមហើយគឺមកស្អាតហើយប៉ុណ្ណេះគឺយើងអាចពុះបានជា4ណាបងប្អូនយើងដាក់បាន4បានហើយបន្ទាប់ពីយើងធ្វើការលាងទឹកស្អាតរួចហើយគឺយើងត្រូវការចាំងជំរះដីណាបងប្អូនគឺធម្មតាទេពេលដែលយើងជ្រៀកប៉ះដីហើយគឺច្បាក់អត់បានយូរប្រហែលទេបងប្អូនគឺច្រើនតែងាកឆាបអញ្ចឹងណាបងប្អូនខាតពេលនឹងឆាបហ្នឹងឯងបើសិនតែយើងអត់សម្អាតដីហើយមានម្ដងបងប្អូនរៀងត្រឹសហើយអានេះគឺវងខែទេបងប្អូនហើយសម្រាប់ឈើវងខែនេះដូចខ្ញុំធ្លាប់និយាយយ៉ាងឯងថាភាគច្រើនគេអត់សូវយកទៅប្រើការអីកើតទេបងប្អូនគឺភាគច្រើនធ្វើបានតែបកគោលបងហ្នឹងឯងដោយសារតែយើងជ្រៀកធ្វើជាតសធ្វើជាអីទៅគឺវាប្រេះដាច់ពីគ្នាតែម្ដងណាបងប្អូនយ៉ាងណាយើងបានតែបកគោលបងទេហើយនេះយើងសម្អាតរួចហើយបងប្អូនតោះយើងសម្អាតហើយគឺយើងធ្វើការវាយបន្ទាត់តម្រង់វាពុះជា2រួចហើយចាំយើងដាក់មកខាងមួយទៀតគឺបាន4ស្អាតហើយសម្រាប់ដីឡូវផងអញ្ចឹងគឺទូចដែរសង្ឃឹមថាគ្រប់ទៅណាបងប្អូនគឺប្រហែលជាគ្រប់ហើយដោយសារតែដីយើងទូចដែរយើងដាក់រៀងវិលដែរទេហើយបកគោលបងយើងក៏អត់យកធំដែរបងប្អូនយើងជ្រៀកទូចៗល្មមទេព្រោះយើងបោះដីផងយើងណាបងប្អូនប៉ុន្តែសំខាន់គឺឲ្យរៀងវែងបន្តិចមកគឺយើងបោះឲ្យបានជ្រៅហើយយើងជ្រៀកបានជា2អញ្ចឹងហើយគឺស្រួលហើយបងប្អូនហើយសម្រាប់ម៉ាស៊ីនតូចផងយើងនេះគឺថាតឹងមែនតើបងប្អូនជ្រៀកកាលពីមុនមកខ្ញុំធ្លាប់ជ្រៀកដែរបងប្អូនប៉ុន្តែយើងជ្រៀកនឹងម៉ាស៊ីនធំណាបងប្អូនម៉ាស៊ីនធំគឺលឿនហើយមានអារម្មណ៍ថាធូរទ្រង់បងប្អូនពេលដែលជ្រៀកនឹងម៉ាស៊ីនតូចគឺថាតឹងទ្រង់យកគ្នាតែម្ដងហើយបងប្អូនដោយសារតែជ្រៀកយឺតហើយបើយើងឆាបត្រូវគឺមុតរៀងស្រួលដែរបងប្អូនបើសិនជាឆាបមិនត្រូវទេគឺនៅហុយចេញតែម្ដងហើយព្រោះខ្ញុំធ្លាប់ហើយបងប្អូនច្បាក់យើងមុតគឺយើងលឿនហើយតែបើសិនតែច្បាក់អត់មុតវិញគឺថារៀងពិបាកបន្តិចបងប្អូនហើយនេះក៏សិតជាស្នាដៃកូនម៉ាស៊ីនតូចផងយើងដែរយើងជ្រៀកបានច្រើនដែរបងប្អូនប៉ុន្តែយើងយកទៅប្រើការអស់អញ្ចឹងណាបងប្អូនឥឡូវយើងចូលដល់វគ្គដីយើងហើយគឺយើងចាប់ផ្ដើមផ្សំម្ដងទៀតហើយបងប្អូនហើយផ្សំម្សានេះទៀតគឺប្រហែលជាអស់លេងហើយបងប្អូនគឺលែងមានក្រាក់ទៀតហើយដោយសារតែផ្ទះយើងអស់ក្រាក់ត្រឹមនឹងឯងបងប្អូនហើយនេះយើងពុះបាន2ផ្លូវហើយបងប្អូននៅមួយផ្លូវនេះទៀតគឺ3ផ្លូវគឺយើងបាន4បកគោលក្រាក់ហើយគឺជ្រៀកបានស្អាតដូចតែគេដែរទេបងប្អូនគាត់ថាវាយឺតហើយម៉ាស៊ីននៅបខំអត់បានទេណាបងប្អូនគឺជ្រៀកបានតែម្ដុំ2ដុំហ្នឹងគឺថាសម្រាប់សិនហើយអ្វីដែលសំខាន់នោះគឺថាម៉ាស៊ីននេះតែក្តៅគឺធ្វើទុកបូស៊ីបងប្អូនគឺមិញដាច់កបូស៊ីអស់មួយហើយហើយបើសិនជាបូស៊ីរហូតគឺវាស្រួលទេបងប្អូនកុំឲ្យតែសមីពីស្តុងអីគឺថាពិបាកហើយបងប្អូនកាលពីអត់តន់ចេះជាងមុនឲ្យតែខូចគឺថាពិបាកមែនទែនខ្ញុំដោយសារតែផ្ទះយើងឆ្ងាយជាងណាបងប្អូនបើមិនអោបក៏កំពុងជាទៀលដែរបងប្អូនពេលតែចេះខ្លួនឯងមានអារម្មណ៍ថាស្រួលហើយវីដេអូយើងអត់មានអីច្រើនដែរបងប្អូនមានតែប៉ុណ្្នឹង